កីឡាករវ័យក្មេងទើបឡើងកូនដឹមសរមបានបំបាក់អំណួតកីឡាករមហាម៉ាត់ឲ្យស្គាល់ពាក្យថាចាញ់យ៉ាងអស្ចារ្យបំផុតក្នុងការប្រកួតដណ្ដើមពានកីឡាករដឹមសរមបានបំបាក់អំណួតកីឡាករមហាម៉ាត់ដែលមកហាត់គុនខ្មែរនិងប្រកួតក្នុងស្រុកខ្មែរមិនដែលចាញ់នោះដោយពិន្ទុយ៉ាងអស្ចារ្យនិងជក់ចិត្តបំផុតដែលកីឡាករកម្ពុជាជួមុខជាច្រើនអ្នកមិនមាននរណាធ្វើបានដូចគេឡើយហើយក៏បានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនថាមិនធម្មតាដែលអ្នកវិភាគមួយចំនួនវិភាគខុស100ដឺក្រេដែលម្នាក់ជឿជាក់ទៅលើកីឡាករបរទេសមហាម៉ាត់ហាត់គុនខ្មែរនោះការប្រកួតដែលបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកទតឹងរង់ចាំជាយូរមកហើយនោះបានឲ្យដឹងច្បាស់ហើយការប្រកួតនេះក្នុងទឹកទី1កីឡាករមហាម៉ាត់ដើរចូលមុនហើយវាយគ្នាទៅវិញទៅមកផាំងទៅផាំងមកមិនញញើតគ្នាបន្តិចឡើយដែលធ្វើឲ្យអ្នកទស្សនាផ្ទាល់ម្នាក់មិនហ៊ានពោពេចមិនហ៊ានពព្រិចភ្នែកឡើយសំឡេងហៅយ៉ាងកងរំពងពេលកីឡាករដែលជា idol ចូលទៅវាយចូលទៅលើគូប្រកួតតែយ៉ាងណាក្នុងទឹកទី1នេះគេឃើញថាកីឡាករដឹមសរមធ្វើបានល្អជាងដោយបញ្ចេញស្នៀតម៉ាត់កណ្ដាប់ដៃនិងធាក់ចំកណ្ដាលមុខមហាម៉ាត់និងកាច់ផ្ដួលមហាម៉ាត់ឲ្យដួលទាំងជំហរទៀតផងចូលដល់ទឹកទី2ក៏កីឡាករកម្ពុជាដឹមសរមនៅតែធ្វើបានល្អដដែលដោយប្រើកណ្ដាប់ដៃនិងកែងបានល្អជាងដៃគូរបស់គេដែលក្នុងទឹកនេះគេឃើញមហាម៉ាត់វាយចេញច្រើនដែរតែមិនសូវចូលចំគោលដៅប៉ុន្មានឡើយការវាយចេញបែបនេះលោកគ្រូដែលបានរៀនពីការដាក់ពិន្ទុចៅក្រមគុនខ្មែរលើកឡើងថាអ្នកមិនចេះមើលប្រដាល់មួយចំនួនឲ្យតែឃើញវាយច្រើនទោះវាយចូលឬមិនចូលពេញក៏ថាបានពិន្ទុឈ្នះដែរតែការប្រកួតនេះមហាម៉ាត់បានតែជង្គង់ទេហើយជង្គង់ច្រើនមែនតែទះពីខាងគេមិនឲ្យពិន្ទុពេញឡើយចំណែកដឹមសរមវាយសិចធ្ងន់ចេញចូលលឿនហើយមិនសូវអស់ជំហរដោយមហាម៉ាត់ទេដូចនេះគេសំតែឈ្នះហើយសរុបមកការប្រកួតទាំង5ទឹកនេះកីឡាករដឹមសរមវាយឆ្លាតណាស់ចូលវាយលឿនគិតថយវាយកាត់ច្បាស់ត្រូវចូលចេះបញ្ឆោតដៃគូដេញមកឲ្យខ្លួនវាយបានយ៉ាងល្អទៀតយ៉ាងណាការប្រកួតនេះកីឡាករទាំងពីរអ្នកស៊ូនឹងរឹងដូចគ្នាកម្លាំងស៊ូល្អកម្រមានកីឡាករកម្ពុជាវ័យក្មេងបច្ចុប្បន្នធ្វើបានដូចគេណាស់ពេលនេះបានដឹងលទ្ធផលច្បាស់ហើយកីឡាករវ័យក្មេងទើបឡើងកូនដឹមសរមបានបំបាក់អំណួតកីឡាករមហាម៉ាត់ឲ្យស្គាល់ពាក្យថាចាញ់យ៉ាងអស្ចារ្យបំផុតក្នុងការប្រកួតដណ្ដើមពានចុះបងប្អូនយល់យ៉ាងណាដែរការប្រកួតរបស់កីឡាករដឹមសរមនិងមហាម៉ាត់នេះសូមចូលរួមខមមិននិងshareតាមកាគួរ